ប្រៃឈើស្រុកភ្នំស្រួយកំពុងរលាយហិនហោចឡានវ៉ៃអង្គរបស់មេឈ្មោះចៃមុំដឹកជញ្ជូនយ៉ាងអនាធិបតេយ្យខណៈដែលរដ្ឋបាលប្រៃឈើរក្សាភាពស្ងៀមស្ងាត់ដោយត្រូវថ្នាំសណ្ដំខេត្តកំពង់ស្ពឺសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនអនុផលព្រៃឈើយ៉ាងរង្គាលបែបអនាធិបតេយ្យកំពុងតែផ្ទុះឡើងយ៉ាងពេញបន្ទង់នៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺអ្វីដែលធ្វើឲ្យមហាជនហួសចិត្តនិងដាក់ការសង្ស័យខ្លាំងនោះគឺក្រុមមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានហាក់បីដូចជាមើលមិនឃើញនិងពុំមានចំណាត់ការទប់ស្កាត់ឬបង្ក្រាបទាល់តែសោះបណ្ដោយឲ្យក្រុមឈ្មួញបំផ្លិចបំផ្លាញធនធានធម្មជាតិស្រេចតែអំពើចិនប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថារាល់ថ្ងៃគេសង្កេតឃើញមានរថយន្តធុនយក្សប្រភេទវ៉ៃអង្គជាច្រើនគ្រឿងបើកបោះចូលមកដឹកជញ្ជូនអនុផលព្រៃឈើទាំងថ្ងៃទាំងយប់ចំណុចភូមិឈើជ្រុងឃុំតាំងសំរោងនិងចំណុចភូមិក្រាំងដីវាយឃុំក្រាំងដីវាយស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺបទល្មើសដ៏ធំធេងនេះបានកាត់ឡើងជាយូរណាស់មកហើយប៉ុន្តែរដ្ឋបាលព្រៃឈើប្រចាំការស្រុកភ្នំស្រួយបែរជារក្សាភាពស្ងៀមស្ងាត់ដោយត្រីឆ្ដោស្រងំចាប់នុយឬមួយក៏ត្រូវថ្នាំសណ្ដំរបស់ក្រុមឈ្មួញអស់ទៅហើយទើបបានជាសំងំមិនព្រមងើបមកអនុវត្តច្បាប់បែបនេះជាក់ស្ដែងកាលពីថ្ងៃទី25ខែមិថុនាឆ្នាំ2026ថ្មីនេះក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងជាក់ស្ដែងនិងបានប្រទះឃើញរថយន្តវ៉ៃអង្គធំចំនួន2គ្រឿងដែលកំពុងតែលើកអនុផលព្រៃឈើដាក់លើរថយន្តយ៉ាងកក្រឹកកក្រែងអ្វីដែលគួរឲ្យកត់សម្គាល់ពេលដែលក្រុមមេការនិងតែកងឡានដឹងខ្លួនថាមានអ្នកសារព័ត៌មានទៅដល់ពួកគេបានបើករថយន្តរត់ចេញពីទីតាំងនោះយ៉ាងប្រញាប់ប្រញាល់យោងតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានបង្ហើបប្រាប់អង្គភាពយើងឲ្យដឹងថារថយន្តវ៉ៃអង្គដឹកឈើខុសច្បាប់ទាំងនេះគឺជារបស់មេឈ្មួញម្នាក់ដែលគេស្គាល់ឈ្មោះយ៉ាងច្បាស់ថាចៃមុំដែលជាអ្នកទិញនិងដឹកបំផ្លាញនិងបន្តប្រមូលទិញលើកឈើឡើងឡានយក្សទាំងនេះជុំវិញវិនាសកម្មព្រៃឈើដ៏ធ្ងន់ធ្ងរនេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសម្ដែងការព្រួយបារម្ភជាខ្លាំងនិងបានគោរពស្នើសុំយ៉ាងទទូចដល់លោកចាណាប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺមេតាជួយពិនិត្យមើលទង្វើរបស់មន្ត្រីក្រុមអាវ៉ាត់របស់ខ្លួនផងតើកំពុងតែបិទភ្នែកបំពេញភារកិច្ចឬមួយក៏មានអាចកំបាំងអ្វីនៅពីក្រោយខ្នងប្រជាពលរដ្ឋបានសង្កត់ធ្ងន់ដោយចំអកលក់លើយថាបើខ្មោចស្រុកមិនឲ្យដៃខ្មោចព្រៃក៏មិនហ៊ានដែរប្រសិនបើលោកប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តមិនមានវិធានការក្តៅនិងចំណាត់ការទាន់ពេលវេលាទេនោះព្រៃឈើនៅក្នុងស្រុកភ្នំស្រួយនឹងឈានទៅដល់ស្រុកអូរ៉ាល់ច្បាស់ជាត្រូវរលាយហិនហោចគ្មានសល់អស់រលីងដោយសារតែក្រុមឈ្មួញទុច្ចរិតទាំងនេះជាក់ជាមិនខានអង្គភាពសារព័ត៌មានយើងនឹងបន្តតាមដានព័ត៌មាននេះយ៉ាងយកចិត្តទុកដាក់ហើយរងចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងរដ្ឋបាលព្រៃឈើនិងសមីខ្លួនចៃមុំរៀងរាល់ម៉ោងធ្វើការដើម្បីឲ្យស្របតាមច្បាប់ស្តីពីរបបសារព័ត៌មានរាយការណ៍ដោយលោកហឿងកំសាន្តភ្នាក់ងារប្រមាញ់ជាយដែន